Ok, សម្រាប់វីដេអូនេះខ្ញុំមកបង្ហាញអំពីការកំណត់ resolution បាទដុំ on របស់យើងណាបាទ on របស់អាមេរិកអញ្ចឹងសម្រាប់ការកំណត់ resolution ជាទូទៅនៅពេលដែលអ្នកនរគ្នាដោតចូលជាមួយ TV វានឹង auto resolution ឲ្យទៅតាម TV របស់យើងមកន័យថា TV 4K វានឹងកំណត់ 4K TV Full HD វានឹងកំណត់ Full HD ក៏ប៉ុន្តែសម្រាប់ទូរទស្សន៍មួយចំនួនគឺវាអត់អាច detect ជាមួយនឹង resolution បានអញ្ចឹងអ្នកនរគ្នាដើម្បីទទួលបានជាមួយនឹងបទពិសោធន៍គុណភាពខ្ពស់យើងអាចចូលទៅកែបានក៏ប៉ុន្តែអ្នកនរគ្នាត្រូវដឹងថាទី1បើសិនទូរទស្សន៍អ្នកនរគ្នាត្រឹម Full HD តែអ្នកនរគ្នាទៅកែដុំនឹងទៅ 4K អាចធ្វើឲ្យវាអត់ចេញរូបភាពអញ្ចឹងទៅបាទអញ្ចឹងទី1យើងត្រូវច្បាស់ខ្លួនឯងសិនថាតើទូរទស្សន៍យើងជាប្រភេទ Full HD ឬក៏ 4K បើសិនជាយើង 4K យើងអាចធ្វើការ set បានណាបាទតែបើបងប្រើទូរទស្សន៍ Full HD យើងមិនបាច់ set ក៏បានដែរសម្រាប់ដុំ on នេះអញ្ចឹងរបៀប set យើងចូលទៅក្នុង setting បាទយើងចូលមកពាក្យថា all setting មកបាទនេះកន្លែង OK លើ on setting ហ្នឹងមកអ្នកនរគ្នាចុចមកបាទនេះឃើញទេ display and sound បាទចុចមកខាងឆ្វេងមួយហើយយើងមកយកពាក្យថា resolution បាទអ្នកនរគ្នាឃើញទេ resolution អញ្ចឹងយើងចុចមកឆ្វេងមួយទៀតមកដើម្បីមើលជាមួយនឹង resolution របស់វាអញ្ចឹងខ្ញុំសូម zoom បន្តិចដើម្បីឲ្យឃើញអក្សរច្បាស់នេះ automatic ហ្នឹងអ្នកនរគ្នាឃើញគឺទូរទស្សន៍ខ្ញុំគឺវា detect ជាមួយនឹង 4K 60Hz បាទអានេះវាដល់ 60Hz វាក្បែរ 60Hz តែបើយើងចង់យក 60Hz យើងយកអានេះទៅនេះឃើញទេ 60Hz អានេះ 4K ទៅតាមហ្នឹងបាទយើងអាចមើលកំណត់ resolution pixel របស់វាបានវាខុសគ្នាទៅតាម pixel អានេះ 50Hz 30Hz អានេះ730Hz 25Hz អញ្ចឹងទៅអានេះគឺ 1860Hz បាទ1850Hz 30Hz អញ្ចឹងគឺ resolution វាតម្លាក់អាចទៅដល់720និងឡើងខ្ពស់គឺត្រឹម 4K 60Hz បាទអញ្ចឹងអាចមើលបានបាទបងឆ្លាញ់refresh rate មួយណាហើយហ្នឹងគឺ refresh rate សំដៅទៅលើអាភាព animation ដែលវា smooth ហ្នឹងឯងបាទអញ្ចឹងសម្រាប់បងប្រើ Full HD មិនបាច់ set ទេតែបើបងប្រើ 4K យើងអាច set 60Hz 4K នឹងបានហើយបើបងប្រើទូរទស្សន៍ពូ Full HD ទិញដុំ stick ទៅបាទ on stick គឺទៅចំណេញលុយបាន10រៀលបាទដោយសារ on stick តម្លៃតែ59ឯងបើ on box គឺតម្លៃវា69បាទអូខេរបៀបកំណត់គុណភាពច្បាស់គឺមានប៉ុណ្ណឹងហើយវាមានលើសនឹងដែរគឺយើងអាចសេរីទៅលើcolor beat របស់វាបានឬក៏សេរីទៅលើ advanced setting តាក់ទងជាមួយអីផ្សេងបានតែអ្នកនរគ្នាអាចជាក់ស្ដែងទៅមិនបាច់សេរីអីបន្ថែមក៏បានដែរយើងគ្រាន់តែសេរីជាមួយនឹងrefresh rate របស់វាទៅគឺបានហើយបាទអូខេអញ្ចឹងមានប៉ុណ្ណឹងបាទ